សោះទៅបាតកម្មដែរអត់ដឹងស្អីសោះពេញតែផ្លូវថាយាយតាទៅគាត់ល្ងងអាក្មេងនោះនិយាយពីកោមកជាងបាត់ផ្លាកលេខ7គេស្នេហាជាតិណាស់ហ៊ុនសែនអើយចុះចេញទៅអាខាងមុខគេបាតកម្មសុំឲ្យមើលស្លឹកឆ្នោតឡើងវិញអាខាងក្រោយនេះស្មានតែបាតកម្មទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបងប្អូនពិចារណាមើលពេញខ្នល់និយាយស្ដាប់គ្នាអត់យល់មិនដឹងទៅបាតកម្មរឿងអីឥឡូវទៀតទៅមុខស្នាក់ការសង្គ្រោះជាតិនឹងគេសួរថាមកធ្វើអីបាតកម្មគាត់តែកម្មសុខាគាត់មានស្រីសងមកចាប់គាត់ដាក់គុកគេថាទេមិនចាប់ដាក់គុករឿងមានស្រីទេនិយាយអីអត់ដឹងទេកម្មសុខារឿងអីហ្នឹងអត់ដឹងថាកម្មសុខាមានទោសរឿងអីរឿងមានស្រីអត់មានអីទេគាត់ទៅបាតកម្មគាត់និយាយចឹងគាត់និយាយតារាគាត់ថាគ្រាន់តែរឿងមានស្រីមានញីរឿងធម្មតាតាមកចាប់គេដាក់គុកមកគេថាកម្មសុខាមិនមែនរឿងហ្នឹងទេរឿងសោកសាក់សីកុំឲ្យនិយាយតាអារឿងមានស្រីអត់អីទេរឿងទៅសោកសាក់សីនោះគេថតសម្លេងបានគេមានភ័ស្តុតាងគេមានសាក់សីឆ្លើយដាក់កម្មសុខាទាំងអស់ហើយសលេងក៏មានទៀតទៅសោកសាក់សីមិនឲ្យនិយាយការពិតអានោះទោះពី5ឆ្នាំទៅ10ឆ្នាំមីងដឹងអត់ហេអារឿងស្រីញីរឿងធម្មតាតាអាត្រង់នឹងហើយដែលនិយាយវាមិនដែរឈ្នះគេពីព្រោះយើងចាត់ផ្លូវច្បាប់វាអត់បានអាត្រង់នឹងបានគេមកសួរខ្ញុំថាគ្រប់គណៈបកតូចទាំងអស់រួមទាំងអង្គការសង្គមស៊ីវិលផងគេធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសការធ្វើបាបអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិហើយនឹងថ្កោលទោសការធ្វើបាបពួកអង្គការសង្គមស៊ីវិលដែលត្រូវបានគេចាប់ដាក់គុកតើគណៈបកលោកមានយោបល់យ៉ាងម៉េចដែរធ្វើសេចក្តីថ្លែងការណ៍អីគេដែរខ្ញុំថាកុំនាំអញទៅថោកកុំនាំអញទៅថោកជាមួយបើរឿងហ្នឹងវាត្រឹមត្រូវយើងអត់ធ្វើអីសោះណាតុលាការធ្វើបាបបងប្អូនយើងគាត់ទៅជួយដែរពីព្រោះអីពីព្រោះមនុស្សល្អយើងអត់បានធ្វើមែនគេធ្វើបាបយើងតែនេះទៅនិយាយឈ្នះគេដែរហើយបងប្អូនណារដ្ឋាភិបាលគេស្គាល់ពួកអបរទេសច្បាស់លាស់ណាស់សភាពការណាបងប្អូនគ្មានអីធ្ងន់ជាងឆ្នាំ1997ទេសភាពការជំនាន់នោះគឺធ្ងន់ណាស់ទី1កាលពី93គណៈបកប្រជាជនបោះឆ្នោតចាញ់គេធ្ងន់ណាស់អត់ព្រមទទួលយកលទ្ធផលបោះឆ្នោតរួចហើយទៀមទាសុំធ្វើនាយករដ្ឋមន្ត្រីមកជាហៀងគេឲ្យមកជាហៀងទៅណាបងប្អូនណាបោះឆ្នោតដោយអង្គការសហប្រជាជាតិរួចហើយអត់ទទួលស្គាល់លទ្ធផលបោះឆ្នោតបើនៅតែស្ងៀមបើតាធំក្នុងវាំងគាត់គុំទៅរាវឆានណាគាត់គុំចង់ឲ្យគេទៅសេច្បាប់ដាក់ប្រទេសកម្ពុជានឹងទៅជាប្រទេសរាជានិយមឡើងវិញគាត់គុំចង់បានអារាជបល្ល័ង្កនឹងឡើងវិញពីព្រោះប្រទេសយើងកាលនោះអត់ទាន់មានរដ្ឋធម្មនុញ្ញទេវាអាចជាប្រទេសប្រធានាធិបតីអត់ស្ដាច់ក៏ប៉ុន្តែដើម្បីទៅសេរដ្ឋធម្មនុញ្ញត្រូវការសលេង2ភាគ3ហ៊ុនស៊ិនប៉ិចបានតែ58សឿនសានបានតែ1068ម៉ូលីនាការ169វាមិនគ្រប់2ភាគ3អញ្ចឹងត្រូវនិយាយមួយគណៈបកប្រជាជនដើម្បីឲ្យទៅសេរដ្ឋធម្មនុញ្ញនឹងឡើងវិញដើម្បីឲ្យមានរបបរាជានិយមមួយឆ្នាំ45លាននេះអញក្នុងវាំងអញ្ចឹងក៏ព្រមសកត់រណរិទ្ធឲ្យកៅអីមកជាហៀងនឹងទៅអញ្ចឹងបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយគាត់ថាកុំនិយាយថាគណៈបកប្រជាជនដដើមកៅអីមកជាហៀងកុំនិយាយឲ្យសោះណានិយាយគ្នាឡើងវិញរឿងរដ្ឋធម្មនុញ្ញនិយាយនេះឡើងវិញថាអ្នកគ្រប់គ្រងអត់ព្រមស្ដាប់ទេខឹងអាណាដឹងតែស្អប់ហ្មងអាគេនិយាយត្រូវក៏ស្អប់ហើយអាគ្នាឯងនិយាយភូតគាត់ក៏គាត់ដឹងតែពីជឿពេលនោះអន្តរជាតិគេក្តៅខ្លាំងណាស់បងប្អូនបោះឆ្នោតដោយអង្គការសហប្រជាជាតិផងបើយើងនៅតែស្ងៀមអង្គការសហប្រជាជាតិគេរៀបឲ្យហើយអ្នកចាញ់ត្រូវតែចាញ់អ្នកឈ្នះត្រូវតែឈ្នះគេកាន់ទ័ពរួចអស់ហើយទុកឲ្យគេចាត់ការទៅតាយើងគ្រាន់តែចាប់បោះឆ្នោតភ្លាមស្រុកខ្មែរគ្មានគណៈបកណាឈ្នះគ្មានគណៈបកណាចាញ់ទេសឹកតែគណៈបកឈ្នះទាំងអស់ចាញ់គឺអ៊ុនតាចាញ់គឺអ៊ុនតាវិច្ចប្រវិច្ចរត់ទាំងយប់ព្រោះតាយើងគាត់ដាញ់បងប្អូនឲ្យដឹងច្បាស់កុំអីស្រុកយើងវាចាប់បាត់ទៅហើយកាលនោះប៉ុណ្ណឹងសភាពការវាធ្ងន់ធ្ងរល្មមឯងបងប្អូនដល់ឆ្នាំ97សុំគេអង្គុយមួយហៀងថាសុំចុះអង្គុយមួយហៀងកែងយុរដ្ឋមន្ត្រីបងប្អូនអាព្រឹត្តិការណ៍ផ្ទុះអាវុធឆ្នាំ1997ហ្នឹងអ្នកខ្លះគេហៅរដ្ឋប្រហារបងប្អូនណាគេបោសសម្អាតហ៊ុនស៊ិនប៉ិចគេជំនាន់នោះបោសសម្អាតគេតាមសម្លាប់ញឹកបញ្ឆៃញ៉ៃបញ្ឆឹកនេះឥឡូវទៅអង្គុយក្រោយគ្នានឹងវិញឲ្យនឹងបើគេបាញ់ងាប់ក្នុងសមរភូមិងាប់បាត់កាលនោះមានបានចូលរដ្ឋាភិបាលវិញហើយរដ្ឋាភិបាលនោះដេញបាញ់កាលនោះឥឡូវទៅចូលវិញបងប្អូនចាណាមើលហើយអញ្ចឹងមានមនុស្សបោះឆ្នោតឲ្យដែរគេបាញ់អ្នកទៅតាមញឹកបញ្ឆៃបងប្អូនណាមិនមែនត្រឹមតែបាញ់អ្នកដែលទៅតាមញឹកបញ្ឆៃណាយុទ្ធនាការបោះសម្អាតម្ចាស់ថ្លៃហើយពួកហ៊ុនស៊ិនប៉ិចធំផ្កាយបងប្អូនផ្ទះខ្ញុំនៅឯទួកកតាមបាញ់ហែងដល់ផ្ទះហ្មង
ពួកសភាពការមានហើយបាញ់ហើយអស់ហើយហូសុកគេចាប់បានចូលដាក់ក្នុងសួងមហាផ្ទៃបាញ់ស្លាប់ក្នុងក្រសួងមហាផ្ទៃបងប្អូនអន្តរជាតិគេផ្អើលណាបងប្អូនគេចាត់ទុកថារដ្ឋប្រហារគេចាំមើលថាកម្លាំងហ៊ុនស៊ិនប៉ិចវាខ្លាំងប៉ុណ្ណាបងប្អូនតើវាក៏ជ្រុលប៉ុណ្ណាអន្តរជាតិគេចាំនៅពីក្រោយទេក៏ប៉ុន្តែហ៊ុនស៊ិនប៉ិចវាអាចបងប្អូនវាមិនកើតដល់អញ្ចឹងអន្តរជាតិគេមិនហ៊ាននៅជាមួយទេគេនៅស្ងៀមគេអត់ហ៊ានថារដ្ឋប្រហារគេអត់ហ៊ានអីទាំងអស់គេចាំមើលកម្លាំងហ៊ុនស៊ិនប៉ិចសិនពេលនោះបានសភាពការវាដុនដាបខ្លាំងដល់ឆ្នាំ98ធ្ងន់ទៀតបងប្អូនអានោះធ្ងន់ទៀតបោះឆ្នោតរួចហើយបងប្អូនអ្នកបំពេញបាតកម្មកាលនោះគណៈបកប្រជាជនចាញ់នៅភ្នំពេញបងប្អូនឥឡូវឈ្នះហើយភ្នំពេញកាលជំនាន់នោះគណៈបកប្រជាជនភ្នំពេញចាញ់បងប្អូនបាតកម្មឆ្នាំ98បោះឆ្នោតរួចហើយបងប្អូនអើយដល់ពេលគណៈបកប្រជាជនប្រក្រាបដបងដៃលោកយូរ៉ាំតៃហ៊ុនសែនគាត់និយាយថាម៉េចតើឲ្យវាបាតកម្មតើនៅមុខរដ្ឋាភិបាលវាអង្គុយឲ្យកើតកូនកើតចៅនៅកន្លែងនោះគាត់ស្មានអត់ត្រូវស្រាប់តែវាច្រើនទៅអ្នកពេញបាតកម្មពេលនោះមិនដឹងជាលេះមិនដឹងជាអីទេមានគ្រាប់បែកមកក្ដួងបោកចូលផ្ទះគាត់នៅមានឯករាជ្យបោកគ្រាប់បែកចូលផ្ទះគាត់នៅមានឯករាជ្យបានលេះដឹងណាបោកទេដឹងគេបោកឲ្យបោកខ្លួនឯងដឹងទេបានលេះនោះមកហ្មងមកបក្រាបទៅនឹងហ្មងបងប្អូនបក្រាបហើយអត់ចប់សោះសំរៀងស៊ីនិងស្ដេចក្រមព្រះគេចាប់ដៃគ្នាជំនាន់នោះកាលពីជំនាន់គេចាប់ដៃគ្នារត់ទៅដល់គេរត់ទៅបងប្អូននិយាយពីអ្នកបំពេញបាតកម្មបងប្អូនតអ្នកបំពេញបាតកម្មចប់និយាយពីជិះម៉ូតូទៅបងប្អូនចាប់លេទៅថាពេញផ្លូវទាំងអស់ពួកអ្នកបំពេញឈ្នះកាលនោះឈ្នះគណៈបាក់ឆាំងដល់អញ្ចឹងអ្នកបំពេញជាបាតកម្មអាមេទៅបាត់ហើយអាអ្នកបំពេញវាបាក់បោហ្មងនិយាយពីក្បាលនៅមានឯករាជ្យកតុយនៅវត្តភ្នំទៅមកប៉ូលីសនឹងធ្វើម៉េចដឹងអាណាជាណាវាផ្អើលពេញស្រុកទាំងអស់បងប្អូនណាពេលនោះប៊ីដួលមន្ត្រីរាជការឈប់ចូលធ្វើការត្មងឈប់អលីងស្ងាត់ទៅតែមន្ត្រីរាជការឈប់ចូលធ្វើការលំបងប្អូនណាសភាពការពេលនោះខ្លាំងមែនតើចង្រៃអីសំរៀងស៊ីស្ដេចកំភះទៅលើអំពាវនាវពីបាងកកមកវិញបងប្អូនហើយគេកំពុងតែចរចាគ្នាឈប់បាតកម្មទៅបងប្អូនហើយស្អែកឡើងខ្ញុំទៅមុខស្ថានទូតអាមេរិកមនុស្សស្បើយទៅមួយថ្ងៃស្បើយបន្តិច2ថ្ងៃស្បើយបន្តិច3ថ្ងៃស្បើយបន្តិចរាប់ខែយូមានមន្ត្រីរាជការចូលធ្វើការប្រយវិញគណៈបកប្រជាជនប៊ីសដួលអស់ប្រាក់ខែបើកឲ្យមន្ត្រីរាជការពួកមន្ត្រីរាជការឡើងធ្វើការហើយបងប្អូនអ្នកពេញឡើងធ្វើការហើយហ្នឹងកុំតាពីក្បាលហ្នឹងមិននឹងអាណាទៅសោកអីបរទេសហ្នឹងវាស្រេចពីស្រុកថៃហ្នឹងមក